ជំរាបសួរនាងខ្ញុំឈ្មោះហ៊ុនសុខាជាបុគ្គលិកកម្មវិធីអំណាននៃអង្គការ Room to Read ចានៅក្នុងមេរៀននេះយើងនឹងរៀនអំពីលំនាំបង្រៀនសកម្មភាពគោលទី1ការស្គាល់សូរអក្សរថ្មីចាការស្គាល់សូរគឺជាសមត្ថភាពក្នុងការឮកំណត់និងប្រើប្រាស់សូរក្នុងភាសានិយាយមិនតែប៉ុណ្ណោះការស្គាល់សូរអាចឲ្យសិស្សចេះកំណត់ផ្សំប្រកបនិងបំបែកសូរដើម្បីចេះអាននិងចេះសរសេរផងដែរចានៅក្នុងការបង្រៀនសកម្មភាពទី1ការស្គាល់សូរអក្សរថ្មីយើងមាន2ជំហានសកម្មភាពបង្រៀនសំខាន់ដូចជាទី1ល្បែងទូទាយទី2ល្បែងបាតឬចាស់និងទេដូចនេះសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាទស្សនាវីដេអូការបង្រៀនការស្គាល់សូរអក្សរថ្មីទាំងអស់គ្នាដោយអនុវត្តតាមលំនាំបង្រៀនលម្អិតនៅក្នុងសៀវភៅណែនាំគ្រូកូនចង់រៀនមេរៀនថ្មីទៀតទេកូនចាកូនចង់រៀនមេរៀនថ្មីទៀតអញ្ចឹងកូនដាក់ដៃលើតុបងប្អូនគ្នាចាហើយកូនមកមើលមកអ្នកគ្រូនឹងធ្វើកាយវិការបង្ហាញកូនតើអ្នកគ្រូធ្វើអ្វីកូនមើលហើយអ្នកគ្រូចាប់បូតមកញែកអ្នកគ្រូតន់សួរណាកូនអ្នកគ្រូធ្វើអីកូនញែកចាញែកអីកូនចាអ្នកគ្រូញែកចៃចាស្ដាប់អ្នកគ្រូថាច្បាស់ណាកូនចៃឥឡូវអត់តន់ថាកូនថាចាំថាអ្នកគ្រូឲ្យថាចាំកូនថាលឺទេចាអ្នកគ្រូថាចៃឥឡូវកូនថាតាមអ្នកគ្រូចៃឥឡូវកូនថាខ្លួនឯងដល់គ្នាមើលកូនចាល្អពាក្យចៃមានសូរចុងអៃចាស្ដាប់អ្នកគ្រូសិនណាកូនពាក្យចៃមានសូរចុងអៃឥឡូវកូនថាតាមអ្នកគ្រូមើលពាក្យចៃមានសូរចុងអៃឥឡូវស្ដាប់អ្នកគ្រូណាអ្នកគ្រូថាមុនសិនណាកូនចាអៃកូនកុំតន់ថាអ្នកគ្រូថាម្ដងទៀតអៃឥឡូវកូនថាតាមអ្នកគ្រូអៃកូនថាខ្លួនឯងចាអញ្ចឹងកូនបានស្គាល់សូរចុងអៃហើយកូនបានស្គាល់សូរស្រៈអៃចាអញ្ចឹងយើងទាំងអស់គ្នានាំគ្នាលេងល្បែងហ្នឹងយើងធ្លាប់លេងហ្នឹងមែនទេកូនចាគឺល្បែងបាតចាស់នឹងទេចាកាលណាអ្នកគ្រូថាពាក្យតើពាក្យហ្នឹងមានសូរចុងអៃកូនធ្វើសញ្ញាប្រាប់អ្នកគ្រូបែបនេះណាបាតឬចាតែបើពាក្យហ្នឹងអត់មានសូរចុងអៃទេយើងធ្វើសញ្ញាទេយល់ទេកូនចាចាំបើយល់ហើយកូនមើលអ្នកគ្រូសិនអ្នកគ្រូធ្វើឲ្យកូនមើលមុនកូនដាក់ដៃលើតុដល់គ្នាឡើងដាក់ដៃលើតុណាកូនចាអញ្ចឹងអ្នកគ្រូធ្វើឲ្យកូនមើលចាដៃចាកូនអត់តន់ធ្វើទេកូនកុំតន់ធ្វើអ្នកគ្រូធ្វើឲ្យកូនមើលសិនណាចាំម្ដងទៀតកូនអត់តន់ធ្វើទេណាចាអ្នកគ្រូធ្វើឲ្យកូនមើលសិនដៃចាតើនេះកូនចាឥឡូវកូនធ្វើជាមួយអ្នកគ្រូទាំងអស់គ្នាកៃខាធម្មយុត្តមើលមកអ្នកគ្រូកូនចាអរណាឥឡូវកូនធ្វើខ្លួនឯងកូនបិទភ្នែកដល់គ្នាបិទភ្នែកឡើងកូនកូនដាក់ដៃចុះមួយចំហៀងលើកដៃតែមួយចំហៀងបានហើយចាតោះចាប់ផ្ដើមអ្នកគ្រូហៅណាដៃខៃកូនខៃចាហោះ
con cho chà cây cây con chà ចាអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូបានទស្សនាវីដេអូហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាដឹងទេថាតើលំនាំបង្រៀនសកម្មភាពទី1ការស្គាល់សូរមានអ្វីខ្លះចាទាំងនេះគឺជាជំហានលម្អិតនៃការបង្រៀនការស្គាល់សូរអក្សរថ្មីទី1ល្បែងទស្សន៍ទាយគ្រូត្រូវប្រើវត្ថុជាក់ស្ដែងរូបភាពកាយវិការឬពណ៌នាឲ្យសិស្សថាព្យាង្គឬពាក្យនិងប្រាប់សូរស្រៈទី2ល្បែងបាតឬចាស់និងទេដំបូងគ្រូពន្យល់សញ្ញាបាតឬចាស់និងទេបន្តមកទៀតគ្រូពន្យល់អំពីការលេងល្បែងពេលលេងល្បែងគ្រូហៅពាក្យមួយប្រសិនបើពាក្យនោះមានសូរស្រៈដែលត្រូវរៀនសិស្សត្រូវធ្វើសញ្ញាបាតឬចាស់តែប្រសិនបើស្រៈនោះមិនមានសូរស្រៈដែលត្រូវរៀនទេសិស្សត្រូវធ្វើសញ្ញាទេនៅក្នុងការលេងល្បែងនេះដែរគ្រូត្រូវធ្វើជាគំរូដល់សិស្សមុនបន្ទាប់មកទៀតគ្រូនិងសិស្សចូលរួមធ្វើជាមួយគ្នាចុងក្រោយសិស្សអនុវត្តធ្វើដោយខ្លួនឯង